អត់អីណាអីលោកគ្រូអ្នកគ្រូថ្ងៃនេះសូមអននិយាយពី PLP មួយថ្ងៃហើយសូមនិយាយអំពីថ្នាំព្រូនម្ដងដោយសារតែដល់រដូវកាលដែលត្រូវចែកថ្នាំព្រូនឲ្យកូនរបស់ខ្ញុំទម្លាក់រៀងរាល់3ខែម្ដងអញ្ចឹងនៅខាងលោកគ្រូអ្នកគ្រូមានបានចែកនៅនិយាយទៅគ្រូខាងនេះអត់មានទុរេនចែកកូនសិស្សទេមានតែជាមួយនឹងអីគេថ្នាំព្រូនហ្នឹងហើយចែកកូនសិស្សគ្រាន់តែឃើញអូអ្នកគ្រូស្មាចែកទុរេនដូចគ្រូគេមានទុរេនមកពីណាចែកតែអ្នកគ្រូមិនទាន់បានញ៉ាំផងដល់រដូវកាលទុរេនប៉ុន្តែអត់ទាន់បានញ៉ាំទេមានតែថ្នាំព្រូនចែកសិស្សហើយចែកខ្លួនឯងដែរដោយសារតែយើងអត់ដឹងថាក្មេងៗគាត់លេងអីខ្លះទេលេងដីលេងអីចឹងហើយអាហារដែលញ៉ាំឥឡូវក៏មានមេរោគមានអីដែរអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវតែ3ខែយកថ្នាំមកចែកឲ្យក្មេងៗម្ដងដើម្បីឲ្យពួកគាត់បានទម្លាក់សត្វល្អិតចេញពីខ្លួនហើយខាងសាលារបស់ខ្ញុំគឺជាធម្មតាគេមានលិខិតមួយស្នើសុំទៅមណ្ឌលសុខភាពរៀងរាល់ខែខាងមណ្ឌលសុខភាពនឹងតម្លាក់ថ្នាំមកតាមការកំណត់ដើម្បីឲ្យយើងយកទៅចែកក្មេងៗញ៉ាំហើយអូយទៅចែកគ្នាវល់តែម្ដងថាអូយអ្នកគ្រូតារ៉េនឹងទូចទេហើយតាពៀមកឡើងឈ្ងុយពេញមាត់តែម្ដងតារ៉េនឹងពិសេសបន្តិចដោយសារតារ៉េនឹងល្អញ៉ាំទៅគឺថាជួយឲ្យសុខភាពល្អតែម្ដងហើយបន្ទាប់ពីចែកហើយលោកគ្រូអ្នកគ្រូមិនប្រកាសថាសិស្សយើងទាំងអស់គ្នាអាចញ៉ាំថ្នាំនឹងបានទេអញ្ចឹងយើងឲ្យគាត់កាន់យកទៅផ្ទះដើម្បីឲ្យម៉ាក់ប៉ាគាត់នឹងបានឃើញថ្នាំថាថ្នាំនឹងថ្នាំអីដើម្បីឲ្យម៉ាក់ប៉ានឹងអ្នកឲ្យគាត់ញ៉ាំវិញដោយសារខ្ញុំអត់ដឹងថាក្មេងខ្លះគាត់បានតលាក់នៅផ្ទះអត់ម៉ាក់ប៉ាខ្លះគាត់កូនអ្នកលក់ថ្នាំអញ្ចឹងទៅគេឲ្យញ៉ាំជាប្រចាំប៉ុន្តែកូនសិស្សទាំងអស់ត្រូវចែកឲ្យខ្ចប់ដាក់កណ្ដាលឲ្យគាត់ខ្ចប់យកទៅផ្ទះហើយក្មេងៗខ្លះដែលយើងដឹងយើងណូតថាគាត់បានញ៉ាំមួយយើងនៅខែមុនថ្ងៃទី1អញ្ចឹងខែនឹងដល់ពេលញ៉ាំទៀតអញ្ចឹងយើងឲ្យគាត់ញ៉ាំដោយសារតែយើងបានសួរម៉ាក់ប៉ាគាត់ហើយនិយាយទៅខាងសាលាលោកគ្រូអ្នកគ្រូមិនដែរសាលាខ្ញុំគឺ3ខែដឹងតែចែកថ្នាំព្រូនម្ដងហើយរួមតែទាំងអ្នកគ្រូនៅសាលាក៏បានញ៉ាំដូចគ្នានិយាយទៅវាល្អមែនតើតាមពិតថ្នាំនៅមណ្ឌលសុខភាពល្អមិនមែនថាថ្នាំនៅក្រៅអត់ល្អទេល្អដូចគ្នាគាត់ថាវាជួយសេវមនីដែរដោយសារសេដ្ឋកិច្ចយើងឥឡូវក៏អត់សូវស្រួលដែរអញ្ចឹងបើយើងបានថ្នាំមកពីមណ្ឌលសុខភាពក៏កាន់តែអែមបើនិយាយពី PLP លោកគ្រូអ្នកគ្រូមិនដែរហើយអរគុណ